សួស្តីបងប្អូនអរគ្នានឹងថ្ងៃនេះបានធ្វើដំណើរឡើងទៅលើកំពូលភ្នំដើម្បីបោះតង់ដូចជារកកន្លែងស្ងប់ស្ងាត់ដើម្បីចម្រើននៅសមាធិនេះហើយជាដំណើរឡើងភ្នំរបស់យើងហើយយើងទៅអត់មានគ្នាច្រើនទេបងប្អូនអរគ្នាគឺមានតែ2នាក់ដែរមានតែ2នាក់អតិរក្សាធ្វើដំណើរទៅជាមួយគាត់បានជាគ្នានៅហើយនេះជាសកម្មភាពពេលយើងឡើងទៅលើកំពូលភ្នំហ្នឹងហើយយើងខាន់ឡើងយូរឡើងម្ដងមានអារម្មណ៍ថាហត់បងប្អូនហើយព្រោះយើងអត់បានឡើងយកញាប់ដូចមុនពីមុនយើងអាសាឡើងចុះគឺអត់សូវអីទេតែបើយូរយើងឡើងម្ដងហ្នឹងហើយរៀងហត់បន្តិចតែអីតែយើងតស៊ូឡើងទៅដល់គោលដៅរបស់យើងដែលយើងបានតាំងចិត្តថាទៅអញ្ចឹងទោះជាលំបាកហត់នឿយយ៉ាងណាក៏ត្រូវតែតស៊ូឡើងទៅហើយអីវ៉ាន់របស់យើងដែលត្រូវដាក់ទៅក៏អត់មានអីច្រើនដែរហ្នឹងហើយមានតែរឹង2ហើយដូចជាតង់មួយអីតែប៉ុណ្ណឹងឯងមានអីវ៉ាន់អីច្រើនទេហើយយើងឡើងដល់សំណាក់ទី1ហើយហ្នឹងហើយនេះជាសាលាសំណាក់ទី1ហ្នឹងហើយនៅ2ទៅ3សំណាក់ទៀតបានយើងដល់លើហ្នឹងហើយនេះជារបៀបយើងឡើងភ្នំមួយបែបទៀតហ្នឹងហើយយើងឡើងអញ្ចឹងគឺវាអត់សូវប្រើកម្លាំងខ្លាំងហើយក៏អត់សូវចុកជើងដូចជាអត់សូវហត់អីខ្លាំងដូចឡើងត្រង់ទៅដែរនេះជារបៀបយើងឡើងមួយបែបទៀតហើយក៏ចំណាំឃើញបងប្អូនយើងអ្នកនៅជើងភ្នំដែលគាត់លើកយបានគាត់តែងតែឡើងអញ្ចឹងហើយឥឡូវនេះយើងធ្វើការសម្រាប់មួយផ្លែតសិនព្រោះយើងខាត់ឡើងយូរហើយយើងយូរឡើងម្ដងគឺមានអារម្មណ៍ថាហត់ហ្នឹងហើយយើងសម្រាប់ហូបទឹកហូបអីសិនហ្នឹងហើយមេឃស្ទុំអត់បើកថ្ងៃផងបើមិនជាមេឃបើកថ្ងៃយើងអាចនឹងហត់ជាងនេះមេឃស្ទុំអត់បើកថ្ងៃផងយើងនៅបែកញើសហើយទៅរកមកបើកថ្ងៃទៀតហ្នឹងហើយបន្ទាប់ពីយើងអង្គុយសម្រាប់ហើយបានមួយសបកហើយយើងក៏បន្តឡើងទៅទៀតហ្នឹងហើយឥឡូវអង្គុយសម្រាប់ផ្លែឥឡូវបាត់ដៃគូបាត់ហើយបាត់អតិរក្សាបាត់ហើយដល់ឡើងទៅដល់ណាបាត់ហើយលឿនមែនតើមានតូចឡើងលឿនមែនតើមានតូចឡើងភ្នំសើហត់ទេយើងមានធំនេះឆាប់ហត់ហើយអត់សូវហូបបាយច្រើនទេបងប្អូនមួយថ្ងៃហូបតែ2ពេលទេតែនៅតែឡើងគីឡូទៀតចាប់មែនតែនសម្រក់ដែរសម្រក់មិនស្រក់ស្រស់មើលទៅតើធ្វើតបៈអត់បាយ7ថ្ងៃអីមកទៅបានស្រក់គីឡូមកទៅយ៉ាងនេះបងប្អូនអរគ្នាវីដេអូយើងក៏កាត់មកដល់ខ្យល់ទី3ដោយសារខ្លាច
វែងពេកយើងកាត់នឹងអតិរក្សានៅចាំនៅចុះទី3មុននឹងក៏ឡើងដល់មុនយើងឡើងជប់សម្រាប់នឹងហើយយើងបានឡើងដល់សំណាក់ទី3នេះយើងក៏ធ្វើការសម្រាប់មួយសម្បកសិននឹងឥឡូវយើងកំពុងអង្គុយសម្រាប់នឹងហើយជាទស្សនវិជ្ជានៅសំណាក់ទី3នឹងឲ្យបន្តពីយើងជួបសម្រាប់ហើយយើងក៏បានបន្តដំណើរឡើងទៅទៀតនឹងប្រថាយើងឡើងចិត្តដល់ហើយយើងបានដល់សំណាក់ទី3ហើយនឹងយើងមើលឃើញកពូលំហើយនឹងហើយនេះជាទស្សនវិជ្ជានៅខាងក្រោមពិតជាស្រស់ស្អាតមែនតើហើយសរមានកំពុងតែភ្លៀងបងប្អូនអរគ្នានឹងបងប្អូនអរគ្នាដោយសារមេជាភ្លៀងចិត្តមកតនហើយយើងក៏ប្រញាប់ឡើងទៅទៀតព្រោះខ្លាចភ្លៀងនៅមួយខ្លាចល្ងឹតពីបានជំរាបចឹងយើងមកយើងឡើងយើងឡើងថ្ងៃរសៀលទៅហើយម៉ោង2មក3ទៅហើយអញ្ចឹងយើងប្រញាប់ឡើងឲ្យតាន់កុំឲ្យយប់តាន់ដើម្បីទៅរកមើលទីតាំងដែលយើងត្រូវសម្រាប់នឹងឥឡូវនេះយើងបានឡើងមកដល់សំណាក់ស្លៅហើយវាជាទស្សនវិជ្ជានៅសំណាក់ស្លៅនឹងឲ្យបន្តពីឡើងមកដល់សំណាក់ស្លៅហើយយើងក៏បន្តដំណើរទៅមុខទៀតដែលយើងមិនហ៊ានជក់សម្រាប់នោះទេព្រោះយើងប្រញាប់ធ្វើដំណើរទៅទៀតឲ្យដល់គោលដៅដើម្បីទៅរកមើលទីតាំងដែលយើងត្រូវបោះតង់សម្រាប់នៅយប់នេះតែយើងឥឡូវនៅយូរខ្លាចភ្លៀងបតនហើយខ្លាចយប់ល្ងឹតពិបាកការធ្វើដំណើរចឹងហើយយើងក៏បានបន្តដំណើរដើរទៅមុខទៀតហើយមានបងប្អូនខ្លះធ្លាប់ឡើងមកលេងនៅកំពូលភ្នំត្បែងបងប្អូនធ្លាប់ឡើងលើកំពូលភ្នំត្បែងនៅសូមបងប្អូនជួយខមមិនប្រាប់ម្នាក់មួយនឹងហើយនេះជាកន្លែងទឹកជ្រាបមកដោយបងប្អូនយើងគាត់បានកាប់រណ្ដៅដើម្បីឲ្យយកទឹកចេញដើម្បីយកទៅប្រើប្រាស់នឹងឥឡូវនេះយើងក៏បានមកដល់នៅកន្លែងគោលចដាផ្នែកទី2នេះជាកន្លែងបងប្អូនយើងគាត់លក់ដូរជីវកម្មនៅកន្លែងគោលចដាផ្នែកទី2នេះនឹងបន្តពីស្នេហ៍ស្នាលេងជាមួយបងប្អូនយើងដែលលក់ដូរនៅទីនេះហើយនឹងយើងក៏បានបន្តដំណើរទៅមុខទៀតដើម្បីឡើងចដាផ្នែកទី2ព្រោះថាយើងឡើងមិនតដល់គោលដៅយើងទេនឹងយើងត្រូវឡើងចដាផ្នែកទី2ដែលមានចំនួនប្រហែលជាដូចជាជាង300កាំទៀតនឹងទៅអាចទៅដល់កំពូលភ្នំនឹង
ព្រោះចិត្តដើរទាំងពីរផ្នែកទាំងអស់ដូចជាចូល1300កម្មជាងមិនដឹងជា300ប្រមាណខ្ញុំដូចជាភ្លេចដែរព្រោះដឹងថាទាំងផ្នែកជាមួយផ្នែកទី2គឺមានចំនួន1300កម្មជាងហើយយើងបានសួរបងប្អូនយើងដែលបានឡើងនេះគាត់ឡើងទៅខាងណាគាត់ជាអ្នកនៅខាងថ្មបេដុំគាត់ឡើងទៅថ្មបេដុំយើងបន្តដំណើរទៅរឿយៗគាត់ថាយើងក៏ឡើងជិតដល់គោលដៅរបស់យើងហើយហ្នឹងឥឡូវនេះយើងក៏បានឡើងមកដល់ផ្នែកខាងលើកំពូលហើយនេះជារូបចម្លាក់លោកតាសួងនៅវត្តដំបូកខ្មៅហ្នឹងហើយឥឡូវនេះយើងបានឡើងមកដល់វត្តដំបូកខ្មៅហើយដូចហើយក៏យើងត្រូវធ្វើដំណើរថ្មើរជើងបន្តទៀតដើម្បីទៅរកមើលទីតាំងដែលយើងត្រូវបោះតង់ហើយនេះជាកុដិវត្តនៅដំបូកខ្មៅហើយនៅលើកំពូលភ្នំនេះក៏មានបងប្អូនយើងលក់ដូរដែរនេះជាកន្លែងបងប្អូនយើងលក់ដូរនៅផ្នែកខាងលើនេះបងប្អូនអរគ្នាវីដេអូយើងក៏កាត់មកដល់ពេលយប់ទៅហើយព្រោះថាពេលយើងធ្វើដំណើរមកដល់យើងបានថតសកម្មភាពពីយើងរៀបចំបោះតង់អីទីនឹងដោយសារពេលដែលមកយើងក៏ប្រញាប់ទៅមើលកន្លែងប្រភពទឹកដើម្បីរៀបចំងូតទឹកក៏ដូចជាដងទឹកមកប្រើប្រាស់ឬក៏យប់នឹងយើងបានថតសកម្មភាពពីយើងបោះតង់ទេនឹងហើយនេះជាតង់របស់យើងដែលបានដំឡើងរួចហើយយប់ឡើងក៏យើងបានរៀបចំធ្វើសមាធិភាវនាធម៌នឹងហើយវីដេអូយើងក៏មិនមានច្រើនដែរបងប្អូនទាំងគ្នាគឺមានតែប៉ុណ្ណឹងទេហើយបងប្អូនដែលបានចូលមកទស្សនាកុំភ្លេចជួយចុច Subscribe ដូចជាចុចជាវហើយចុចរូបសញ្ញាកណ្ដឹងដើម្បីទទួលបាននៅវីដេអូថ្មីជាបន្តទៀតនៅជាចុងក្រោយខ្ញុំសូមអរគុណនិងសូមជម្រាបលា